សួស្តីបងប្អូនថ្ងៃនេះខ្ញុំមកបង្ហាញពីការចិញ្ចឹមរបស់អូនទុំណាអូនទុំមួយនៅកើតនឹងកសិដ្ឋាននៅភូមិងៀងដែរហើយគាត់ក៏បានទិញពងពូជពងធ្ងន់ហ្នឹងបងប្អូនពូជធ្ងន់ហ្នឹងគឺទិញ3ខាំក៏ហ្នឹង3ខាំប៉ុន្តែដល់ពេលយកមកបេះអាស្នោបេះជីងទៅវាដល់3ខាំទេបាទវាបានប្រហែលជា2ខាំកន្លះប៉ុណ្្នឹងទេប៉ុន្តែក៏ល្អដែរបងប្អូនប៉ុន្តែរឿងលទ្ធផលយ៉ាងណាយើងមិនទាន់ដឹងទេបើនេះគាត់យកពីគេមុននៅខេត្តកំពង់ចាមហ្នឹងទេបងប្អូនបើកាលពូនៅលិចគាត់យកមកពីកំងគេពីព្រំដែនមកបាទកំងព្រំដែនមកហើយកំងមកក៏យើងបានដឹងថាពូនោះគឺវាបានច្រើនមកគេមែនបាទពូធ្ងន់មកគេមែនបាទព្រោះយើងបានចាប់លក់បានផ្សារហើយបាទហើយនេះគឺមកការទី1របស់គាត់ដែលបានចិញ្ចឹមដាក់ពងពូជនឹងថាពីខាំកន្លះចុះបាទនេះចាំមើលឥឡូវក៏ដាក់មិញក៏ដាក់ស្មារតីនេះបាទប៉ុន្តែតាមមើលស្ថានភាពនេះក៏វាល្អបងប្អូនវាស៊ីដូចគ្នាស៊ីខ្លាំងដូចគ្នានេះគាត់ដាក់ភ្លាមមកគឺវាស៊ីខ្លាំងដូចគ្នាបាទប៉ុន្តែថាលទ្ធផលយ៉ាងម៉េចយើងអត់ទាន់ដឹងព្រោះពូជនេះបានតែ2ខាំកន្លះទេបាទអញ្ចឹងបងប្អូនចង់បញ្ជាក់បងប្អូនតិចថងចេះថាបើសិនថ្ងៃក្រោយបើសិនបងប្អូនទិញពងពូជពីកសិដ្ឋានយើងខ្ញុំគឺយើងខ្ញុំមិនកាត់ដាក់អាស្នោនោះឲ្យទេបាទយើងរើសមកស្អាតឲ្យហើយបាទយើងថ្លឹងគិតជាខាំឲ្យបាទបេះស្នោស្អាតយកទៅពងសុទ្ធហ្មងនឹងបើថាកន្លះគីឡូគឺច្បាស់កន្លះគីឡូហ្មង3ខាំ3ខាំ1គីឡូច្បាស់1គីឡូបាទធ្វើអញ្ចឹងបានវាប្រកាសថាពង1គីឡូវាប្រហែលបាទហើយបើសិនយើងយកមកចេះកាត់ចេញអាស្នោចេញសល់2ខាំកន្លះនឹងវាមិនបាន3ខាំទេបាទនេះគាត់កំងមកពីខាងកំពង់ចាមមកបាទគាត់ទិញមក3ខាំប៉ុន្តែមកដល់គាត់បេះស្នោវិញសល់2ខាំកន្លះហើយចាំមើលលទ្ធផលយ៉ាងណាយ៉ាងនេះបាទចាំមើលចាំទស្សនាជាមួយខ្ញុំបាទនៅកន្លែងការលទ្ធផលបាទលទ្ធផលទៀតបាទអញ្ចឹងវាប៉ុណ្ណឹងវាច្រើនហើយពីខាំជាងមែនហើយចាំមើលពីខាំជាងមកថាបានសាច់នឹងដល់ទៅ10គីឡូអីខ្ញុំបាទវាល្អបាទបានទៅ10គីឡូបងចែកខ្ញុំនឹងមានពូជស្មៅចែកឲ្យយកទៅដាំបាទស្មៅហ្នឹងហើយនេះប្រភេទនេះមួយប្រហែលបាទនេះបងប្អូននេះពូជស្មៅមាន3ប្រភេទពូជអ៊ីស្រាអែលបងប្អូននេះបាទនេះមើលគាត់បង្ហាញមើលថាពូជនេះបាទអ៊ីស្រាអែលវាលើកឯងខ្លីៗនេះខ្លីប៉ែតខ្លីៗហ្នឹងហើយពណ៌វារីងបាទអានោះសពើនេះ2នេះកាត់ពីនេះមកនេះកាត់វែងពីកាត់ចុងចេញនេះអូហើយហ្នឹងកដោបស៊ីមិនគុណភាពវាមិនដែរនឹងអ៊ីស្រាអែលគុណភាពវាប្រហែលតែគ្នាប៉ុន្តែអ៊ីស្រាអែលនេះវាដើមខ្លីប៉ុន្តែស្លឹកច្រើននេះណាអូដើមខ្លីស្លឹកវែងទុកយូរទៅវាងាប់ខាងកវាយូរទៅស្លឹកវានៅអូអានេះវាងាប់ដូចអំពៅហ៎បាទវាងាប់អាសាខំមកទេនៅតែលើបាទពុយអានេះអូអានេះងាប់ទេងាប់ទេអូបងប្អូននេះបងប្អូននេះអាស្មើនេះបងប្អូននេះស្មើនេះណាអីអាហ្នឹងអាពួកអីមិញសពើនេះ2ហ្នឹងស៊ុបអឺមេគាសពើនេះស៊ុបអឺមេទាអូបាទស៊ុបអឺមេគាបងប្អូនតែខ្ញុំមិនដែរដឹងនឹងចេះអានដែរស្មៅរុស្ស៊ីនេះអូស្មៅរុស្ស៊ីចានេះដូចស្បូវហ្នឹងអូហើយវាស៊ីដែរស៊ីហើយស៊ីវាមិនចិត្តវីតាមីនវាមិនដែរពូជហ្នឹងវីតាមីនវាចាញ់ព្រោះអានេះវីតាមីនវាប្រភេទវីតាមីនប្រូតេអ៊ីន17%អានេះបានត្រឹមតែ6-7%ទេបាទនេះ17អូបើអញ្ចឹងវាល្អចាញ់ចាអ៊ីស្រាអែលនិងពូជមេគាទៅនេះខ្ញុំប៉ុន្តែអានេះអាយុវែងអានេះអូអានោះវាអត់ងាយងាប់បាទវាធន់ប្រាំងគាត់អាយុវាដាំម្ដងបាន7ឆ្នាំទៅ10ឆ្នាំអានេះអូបើអញ្ចឹងនេះធន់ជំងឺដូចពូជកដោបអ៊ីស្រាអែលដែរអញ្ចឹងអូដែរពូជកដោបពូជធ្ងន់ដែរបាទខែប្រាំងយកបាញ់ទឹកគាត់ងាប់ដែរព្រៀងមកលោះវិញដែរនេះបាន10ឆ្នាំបាទនៅបងប្អូនបើសិនចង់បាន3ពូជចែកឲ្យទិញពងពូជរបស់គាត់នឹងចែកស្មៅឲ្យទៀតបងប្អូននេះបាទហ្នឹងហើយតំណែងមកគាត់មកបងប្អូនហើយចាំមើលអាពូជធ្ងន់ហ្នឹងវាធានាជំងឺបងប្អូនធានាជំងឺហ្មងបានខ្ញុំដឹងថាធានាជំងឺកាសខ្ញុំនៅពិសោធន៍មើលរបស់ពូខ្ញុំនៅអ៊ីលិចគឺនេះបាទខ្លាំងណាស់ហើយជាមួយដាក់ពូជមកស៊ីមកនេះប្រភេទបើស្មៅបើកដោបនិយាយទៅកដោបយើងសក់ស្លាប់
យើងត្រូវការស្មៅប្រភេទចាស់ប្រភេទស្លឹករឹងអញ្ចឹងទីទៅវាអត់រីក អូស្មៅចាស់ហើយ វាអត់រីកទេអញ្ចឹងធ្វើឲ្យកដោបយើងកម្លាំងវាអត់ឈឺទេបើសិនស៊ីស្មៅរឿងខ្ចីពេកធ្វើឲ្យកដោបរីក អូ បាទធ្វើរូបរីកធ្វើឲ្យកដោបឈឺ អូហើយមើលដាក់ ពេលកាត់ខ្ញុំដាក់ហ្នឹងអាហ្នឹងវាស៊ីល្អ អានេះពុយស្វៀតមិញហ្នឹងឯងពុយហ្នឹងហើយពុយស្មៅស្វៀតមិញបងប្អូននេះដាក់ទៅស៊ីដូចគ្នាបងប្អូន ពុយស៊ីហ្នឹង ពុយរុស្ស៊ីហ្នឹងហើយពុយរុស្ស៊ីពុយស្វៀតដូចគ្នានេះអូសាមុនខ្ញុំឮតែពូគាត់និយាយដែរគាត់ថាកដោបមានការរាអាច វាអាចមកស៊ីមក បាទរាអាចកណៃយើងស្មៅខ្ចីពេករាអាចបងប្អូនណា បាទអញ្ចឹងបាន បាទឥឡូវនេះមិញមកសួរអ្នកបច្ចេកទេសគាត់ដឹងហើយនេះគាត់ថាបាទយើងកណាវាដោះឡាប់កាច់ហើយយើងដាក់រៀងចាស់តិចមកអញ្ចឹងវាលេងរាអាចហើយបាទអានេះស៊ីខ្លាំងបងពុយនឹងស៊ីខ្លាំងហ្មងហើយមើលតែលទ្ធផលរបស់គាត់នឹងចុងក្រោយដល់ពេលគាត់ប្រមូលផលទៅបានប្រមាណគីឡូពងពូជពងពូជហើយបានប្រមាណគីឡូសាច់ចាំទស្សនារបស់ខ្ញុំបាទជាមួយខ្ញុំបាទនៅពាក្យបញ្ចប់ជាមួយវគ្គពូជធ្ងន់របស់គាត់នេះបាទមើលបានម៉ាននេះប៉ុន្តែសាច់ពូជនេះបានតែ2ខាំកន្លះបងប្អូន2ខាំកន្លះពងពូជទេហើយបើសិនបានដល់10គីឡូក៏8គីឡូហើយខ្ញុំជឿថាខ្លាំងហើយបាទខ្លាំងហើយនេះហើយបាទគឺខ្លាំងហ្មងបានតែ8គីឡូ9គីឡូគឺខ្លាំងហើយគឺ2ខាំកន្លះហ្នឹងបាទសូមអរគុណបងប្អូនសូមប៉ុណ្្នឹងចុះហើយនេះពូជប៉ាវ៉ាន់ហ្កាបងប្អូនប៉ាវ៉ាន់ហ្ការបស់គាត់ចិញ្ចឹមវគ្គសាមុនណាបាទពូជនេះវាបានសាច់បានតិចបងប្អូនប៉ុន្តែក៏ល្អរបស់គាត់ដែរបាទវគ្គសាហ្នឹងគឺល្អអាពូជហ្នឹងក៏ល្អអាពូជធ្ងន់ក៏ល្អរបស់គាត់ដែរបាទហើយចាំមើលបាទប៉ុន្តែគាត់ថាតាជាវាមិនទៅស្រួលបងប្អូនតែមេលងឹតអញ្ចឹងនេះបងប្អូនមេលងឹតអញ្ចឹងណាហើយខ្ញុំចំណាំតែមេលងឹតអញ្ចឹងគឺអាពូជធ្ងន់គឺវាឡើងលើហើយដូចមិញឃើញឡើងលើមកមិញឃើញឡើងលើអត់ទេបាទនឹងវាឡើងលើហើយបាទនេះអត់ទេអានេះវាដាក់វាស៊ីវាអត់អីទេបាទចុះមកតាមចុះមក វាក្លៀននេះបងប្អូននេះណាបាទចុងស៊ីមកនេះណាអានេះក៏ស៊ីសាហាវដែរប៉ុន្តែពូនេះធ្ងន់បងប្អូនអស់ហើយ20គីឡូបាទ20គីឡូខ្លាំងហើយ1គីឡូពងពូជបាទហ្នឹងហើយបើបងប្អូនថ្ងៃក្រោយចង់បានអាពងពូជធ្ងន់នោះគឺខ្ញុំចែកម្លែកឲ្យបាទបាទហើយទូរស័ព្ទរបស់បងប្អូនទុំខ្ញុំគឺ071 37 330បាទបងប្អូនតាក់ទងមកហើយគាត់នឹងមានពូជចែកឲ្យហើយគាត់មានពូជស្មៅឲ្យទេបងប្អូនហើយចាំមើលទស្សនាពូជស្មៅរបស់ខ្ញុំមិនសិនទិញកដោបនៅគាត់នេះគឺគាត់មានពូជស្មៅឲ្យទៀតបងប្អូននេះបាទពូជស្មៅពូជអ៊ីស្រាអែលល្អបងប្អូនពូជហ្នឹងបាទចាំទស្សនាមួយខ្ញុំបាទទៀតអរគុណ